បាទជម្រាបសួរទាំងអស់គ្នាចឹងយើងបន្តមេរៀន install column របស់យើងបន្តទៀតអញ្ចឹងយើងទៅមើលនៅក្នុង ground floor របស់យើងស្នាម column យើង install ហើយអញ្ចឹង ground floor របស់យើងតើមានការប្រែប្រួលទៅសទេយើងពិនិត្យមើលនៅក្នុងប្លង់បាតរបស់យើងគឺអត់មានទេណាយើងមើលទៅស C1 ដែលគេ4ទឹក6ទឹកនៅដែលទាំងអស់អញ្ចឹងអត់មានអីប្រែប្រួលទេនៅដូចទៅសតឿយើងអញ្ចឹងគ្រាន់តែវាខុសប្រវែងយើងមើលមកនេះវាខុសប្រវែងណាដោយសារ ground floor របស់យើងមក mezzanine វា3ម៉ែត្រអញ្ចឹងយើងអាចប្រើវិធីសាស្ត្រមួយណាក៏បានយើងអាចចុចទៅ ground floor ទៅតឡើងនៅ ground floor ក៏បានប៉ុន្តែបើយើងធ្វើអញ្ចឹងវាយូរយើងទៅ select add grid line ឬក៏យើងចុចសម្ដងមួយអញ្ចឹងបើវាមានប្រែប្រួលទេយើង copy វាតែម្ដងទៅអញ្ចឹងយើងអាចចូលប្លង់ elevation មួយណាក៏បានដែរប៉ុន្តែបើយើងចូលនៅប្លង់notch ឬក៏ earth នៅពេលដែលយើង copy វាអាចនឹងទៅអត់អស់អក្សរណាឧទាហរណ៍ខ្ញុំ copy យើងចុច control ឲ្យជាប់ចុច control ជាប់ហើយ select លើអក្សរទាំងអស់បន្ទាប់មកចុច shift ឲ្យជាប់ចុចដកវិញឲ្យឃើញវាចេញសញ្ញាដកនេះចុច shift ទៅឃើញសញ្ញាដកនៅលើព្រួយអញ្ចឹងយើងចុចឲ្យជាប់មកទាញមកវាដកgrid line យើងវិញហើយកាលណាដែលអត់បានដក grid line ទេ copy ទៅទាំង grid line គឺ grid line ជាន់គ្នាញ៉ៃញ៉ៃអញ្ចឹងយើង select អញ្ចឹងវាអត់ដោយទៅអក្សរទាំងអស់ទេអញ្ចឹងណាវាបាត់អក្សរ2នៅខាងមុខណាតែខ្ញុំមើលឃើញទេវាបាត់អក្សរ2នៅខាងមុខនេះអញ្ចឹងនៅពេលដែលយើង copy បើសិនជាប្លង់វាដូចគ្នាអក្សរអីដូចគ្នាទាំងអស់មានការប្រែប្រួលអក្សរអីទេយើង copy យើងនៅលើប្លង់ elevation នេះគឺយើងត្រូវមើលឲ្យច្បាស់ណាថាតើយើង copy វាមកទាំងអស់អត់ឃើញទេអញ្ចឹងយើងcopy មក south មកវាអាចនឹងមកទាំងអស់ជាងអញ្ចឹងណាអញ្ចឹងយើងអត់មានចេះថាចង់យកទិសមួយណាក៏បានដែរទេសំខាន់យើងអាចនិយាយថាយើងយកទិសមួយណាក៏បានសំខាន់ឲ្យតសមកទាំងអស់ប្រយ័ត្នពេលយើងយកទិសខុសវាតសវាមកទាំងអស់អញ្ចឹងអូខេអញ្ចឹងខ្ញុំយកទិសសៅនេះមកយើង copy មកវាអាចនឹងមកទាំងអស់ហើយយើងដោះចុចដល់ grid line ចេញយើងចុច shift ឲ្យជាប់ចេញសញ្ញាដកហើយ select លើ grid line មកអូខេហើយយើងផ្ទៀងផ្ទាត់មើលជាមួយ 3D អូខេសារថ្មីអីយ៉ាសារថ្មីគ្នាយើងដោះ grid line ចេញឲ្យវាចេញពណ៌ខៀវអញ្ចឹងហើយយើងមកមើលនៅក្នុង 3D អូខេអញ្ចឹងអានឹងមានន័យថាយើង copy វាបានទាំងអស់ហើយដោយសារវាចេញខៀវអញ្ចឹងណា copy វាបានទាំងអស់អញ្ចឹងយើងចូលមកប្លង់យើងដែលឲ្យចេញខៀវអញ្ចឹងមកហើយយើង copy យើងចូលមកនេះកន្លែងរូបស្លឹកនេះគេដាក់ copy to clipboard ចុចលើនឹងមួយហើយមើលកន្លែងផាសអញ្ចឹងយើងផាសនេះយើងផាសទៅ align to select level ក៏បានយើង align to pick level ឬក៏ select level មួយណាក៏បានដែរអញ្ចឹងណាអញ្ចឹងបើយើង pick level មានន័យថាបើយើង pick level មានន័យយើងប៉ះលើ level នេះផ្ទាល់ប៉ះ level ណាវាឡើងទៅ level ហ្នឹងបើ select level វាចេញផ្ទាំងមួយឲ្យយើងចុចឈ្មោះ level ឈ្មោះ mezzanine ឬក៏ first floor second floor អញ្ចឹងទៅអញ្ចឹងដល់ពេលដែលយើងចង់ align វាទៅជាន់ណាមួយយើងយកមួយណាក៏បានដែរពីរហ្នឹងណាយកមួយណាក៏បានដូចតែគ្នាទេគាត់ណានេះយើង select ផ្ទាល់វាស្រួលជាងណាឧទាហរណ៍ខ្ញុំចុចផាច់មួយអញ្ចឹងអូខេវាស្រួលយើងចុច level ណាវាទៅ level ហ្នឹងឧទាហរណ៍ខ្ញុំចុច mezzanine វាមកឃើញទេមក mezzanine ហើយប៉ុន្តែដោយសារតសយើងនេះតសតឿរបស់យើងនេះវាប្រវែងតែ1ម៉ែត្រកន្លះទេប្រវែង1ម៉ែត្រកន្លះអញ្ចឹងនៅពេលដែលយើងតឡើងមក mezzanine តសរបស់យើងវា3ម៉ែត្រអញ្ចឹងឃើញវាខ្វះហ៎អញ្ចឹងយើងមកមើលខាងស្ដាំដៃនេះមកមើល base offset នេះដកពី mezzanine មកឃើញយើងឃើញពី mezzanine មកគឺដក1ម៉ែត្រកន្លះអញ្ចឹងយើងធ្វើមិនឲ្យគ្រប់3ម៉ែត្រយើងដក300មកណាកន្លែងនេះក៏យើងអាចបដូរដែរឧទាហរណ៍យើងបដូរមក ground floor ឃើញទេអញ្ចឹងយើងអាចមានជំរើសថាបើយើងយក mezzanine ឧទាហរណ៍ខ្ញុំយកដូចដើមវិញយកដូចដើមវិញ
កន្លែងនេះយើងត្រូវកែធ្វើម៉េចកែមក3000ត្រូវទេ3000មាន3ម៉ែត្រមែនទេឃើញវាមកហើយអញ្ចឹងយើងធ្វើម៉េចអញ្ចឹងយើងអាចមានពីរជំរើសទី1យើងវាយលេខបញ្ចូលឲ្យគ្រប់3ម៉ែត្រមកវាមក3ម៉ែត្រវិញទី2គឺយើងដូរកន្លែងនេះមក ground floor តែម្ដងមានន័យថា base level របស់វានៅ ground floor អញ្ចឹងយើងcopy វាទៅ align mezzanine អញ្ចឹងមានន័យថាប្រវែងវាអូតូជាប់ជាមួយនឹង level របស់ mezzanine អញ្ចឹងយើងប្រើមួយណាក៏បានដែរអញ្ចឹងកន្លែងនេះ3ម៉ែត្រដូចគ្នាយើងកុំទាន់យកម៉ៅចុចអីផ្ដេសផ្ដាស់ណាយើងទុកឲ្យវាខៀវអញ្ចឹងមកហើយយើង copy វាត copy ហើយផាសវានៅក្នុង pick up level ដែរឬក៏ខ្ញុំចង់ដូរឲ្យគ្នាយើងមើលក៏បានដែរឥឡូវយើងសាកមក select level មើលអញ្ចឹងយើងទៅ level ណា level ជាន់ទី1អញ្ចឹងយើងចុច OK មកវាមកឃើញទេអញ្ចឹងពីរនឹងយើងចង់ប្រើមួយណា align to level យកមកប៉ះ level ក៏បានអូខេឥឡូវយើងទុកវាដែរអញ្ចឹងទៀតណាយើង copy វាមកទៀតហើយមកផាសទៀតឥឡូវខ្ញុំ pick level ម្ដងអញ្ចឹងយើងចេះទាំងពីរហ្នឹងទៅប្រើមួយណាក៏បានឥឡូវខ្ញុំ pick level អូខេអញ្ចឹង pick level វាអត់ទាន់គ្រប់មានន័យថាវាប្រវែងវាខ្វះដោយសារតសនេះវា3ម៉ែត្រឡើងមកជាន់ទី2វា3ម៉ែត្រ8អញ្ចឹងយើងធ្វើដូចខ្ញុំមកយើងយកbase level វាខាងក្រោមហ្នឹងយើងយកគេហៅថាឲ្យវាភ្ជាប់ពីជាន់ទី1មកអូតូឲ្យយើងណាឃើញទេអញ្ចឹងវា3ម៉ែត្រ8ពេញហើយអូខេអញ្ចឹងទៅលើទី3ម៉ែត្រ8 3ម៉ែត្រ8អញ្ចឹងអត់មានអីពិបាកទេអានេះកន្លែងចំណុចដែលយើងត្រូវ copy ឡើងទៅលើ3ម៉ែត្រ8រហូតនេះអាហ្នឹងយើងប្រើ select level ស្រួលជាងណាលឿនជាងអញ្ចឹងយើងមើល1 2 3 4 5អញ្ចឹង5អញ្ចឹងយើង copy ហើយយើងទៅដល់ six floor ជាន់ទី6អញ្ចឹងពេលយើងផាសវាទៅ select level មកគេខ្ញុំ save project មួយសិនអញ្ចឹងយើងផាសវាពីណាទៅណាយើងមានពីជាន់ទី1មកហើយអញ្ចឹងណាទី1យើងមានហើយជាន់ទី2នៅទេអញ្ចឹងយើងចុច control ឲ្យជាប់ជាន់ទី2ផាសយើងផាសវាទៅជាន់ទី2ទី3ទី4ទី5និងទី6អញ្ចឹងយើងមើលនេះជាន់ទី6ក៏3ម៉ែត្រ8ដែរអញ្ចឹងយើងអូខេតែម្ដងមកអូកន្លែងនេះឈប់ហើយនឹងខុសបច្ចេកទេសបន្តិចចាំមើលកន្លែងនេះវាមានខុស level ទេ control set សិនណាយើងផ្ដាច់វាចេញសិនវិញមូលហេតុអីវាខុស level យើង select លើនេះមួយយើងមើលវាមកពីជាន់ទី1អូខេកន្លែងនេះគ្នាយើងអត់បានមើលគេហៅថាប្លង់ណានេះតសទូចនេះរបស់យើងនេះឡើងដល់ជាន់ទី1ហ៎មើលប្លង់សិនប្រយ័ត្នកន្លែងនេះបន្តិច ground floor មានតែចាំមើលជាន់ទី1មានអត់ mezzanine មានណា mezzanine មាននេះអស3ម៉ែត្រ3ទឹកដល់3ម៉ែត្រអញ្ចឹង mezzanine មានហើយជាន់ទី1ដល់ជាន់ទី5អត់មានអញ្ចឹងណាកន្លែងនេះប្រយ័ត្នអញ្ចឹងមានន័យថា ground floor និង mezzanine មានអូខេអញ្ចឹងយើងធ្វើវាមួយសិនគេខ្ញុំលុបវាចេញសិនណាយើង delete វាអញ្ចឹងមកហើយយើងដោះ grid line ចេញអស់មើលផងកុំឲ្យជាប់ grid line ខៀវហើយយើង delete វាចោលតែម្ដងអញ្ចឹងយើង copy វាទៅground floor ហើយនឹង mezzanine គឺមានណាគឺមាននេះអក្សរពីរមុខអក្សរពីរដើមខាងមុខនេះអញ្ចឹងយើង copy វាទៅមួយសិនដោះ grid line សិន copy ហើយ pick level តែម្ដងទៅអូខេ
យើងមើល 3D មក view 3D ចឹងមានន័យថាអាពីដើមខាងមុខនេះគឺវាឡើងដល់ត្រឹមតែ machining ឯងនេះចាប់ពីជាន់ទី1ដល់ជាន់ទី5គឺលេងមានហើយអញ្ចឹងយើងចូលទៅវិញមកជាងចាប់ពីជាន់ទី1ដល់ជាន់ទី5លេងមានហើយអញ្ចឹងជាន់ទី1គេ copy ទៅជាន់ទី1សិនដោះ grid line បញ្ញូមើលសិនណា ខៀវទាំងអស់នៅអូខេខៀវគ្រប់សនៅគ្រប់អស់ហើយយើងចូលមកវិញ copy ទៅតែម្ដងទៅជាន់ទី1ជាន់ទី1ហើយជាន់ទី1របស់យើងវា3.8 ម៉ែត្រ8យើងវាយមក3.8 ម៉ែត្រអូខេអសល់ពីដើមនេះអត់មានទេលុបវាចោលទៅហើយ view មើលនៅក្នុង 3D យើងអូខេត្រូវណានេះជាន់ទី1របស់យើងនេះជាន់ទី1របស់យើង ground floor machining ហើយនឹងជាន់ទី1អូខេអញ្ចឹងជាន់ទី1យើងអត់មានអាពីដើមខាងមុខនេះទេអញ្ចឹងយើងអាច copy ទៅខាងលើតែម្ដងឬក៏យើងអាចមើលទិសខាងនេះក៏បានដែរនេះអូខេមើលតាមទិសនេះស្រួលជាងយើង copy ទៅតែម្ដងទៅ copy path pick level 2 3 4 5 6អូខេតោះយើង view 3D មើលដើម្បីយើងពិនិត្យមើលថាត្រូវអស់ហើយនៅយើងអាចមើល left មកនេះជាន់ទី1ជាន់ទី2 3 ទី4ទី5គេអញ្ចឹងនៅទី6មួយទៀតយើងមើលអាទិសខាងនេះមកអូខេអញ្ចឹងយើង copy ទៅជាន់ទី6មួយទៀត3.8 ម៉ែត្រហើយកុំភ្លេចដោះ grid line គេចេញណាយ៉ា control ឲ្យជាប់ហើយយើងចុច shift ឲ្យជាប់វិញដោះ grid line ចេញអស់ copy path យើងចង់ប្រើមួយណាក៏បានដែរបើ select align select level អានោះមានន័យថាបើយើង copy ចង់ copy វាច្រើនជាន់តែម្ដងកម្ពស់វាដូចគ្នាកម្ពស់ជាន់ដូចគ្នាដូចមិញហ្នឹង 4-5 ជាន់ហ្នឹងអានោះយើង copy align select level ប៉ុន្តែបើ pick level នេះយើងមានតែវាមួយជាន់វាស្រួលវាអត់បាច់ទៅទាំងអស់ហើយអូខេអញ្ចឹងបន្ទាប់មកទៀតយើងមើលទៅរ៉ាស់2 ម៉ែត្រកន្លះ3 ម៉ែត្រអូខេយើង copy ទៅ shift ឲ្យជាប់ដោះ grid line copy path pick level អូខេអញ្ចឹងកន្លែងនេះគឺវាលើសទេអញ្ចឹងលើសគុំតាន់ដោះអាខៀវនឹងចេញណាយើងធ្វើម៉េចទៅវាយវាតែ2 ម៉ែត្រកន្លះឯងកន្លែងហ្នឹង 2500 អូខេវាទាញទៅវិញណាឃើញគេវាស្មើទេវាស្មើល្អហើយអញ្ចឹងយើង copy ទៅលើទៀត copy path pick level ដល់ top កន្លែងនេះខ្ញុំនឹងប្រាប់កលឹះមួយtop នេះខ្ញុំអាច control Z មកវិញសិនដោយសារអី top ដូចជាតសគេតែប៉ុន្មានដើមឯងអញ្ចឹងមិនបាច់ទាន់នេះណាមើលនេះជាន់ទី6 layout របស់យើងនេះទៅរ៉ាស់របស់យើងមានតសតែប៉ុន្មានដើមហ្នឹងទេអូខេអញ្ចឹង top តាមពិត top អត់មានទេវាមានត្រឹមទៅរ៉ាស់នេះមានត្រឹមទៅរ៉ាស់គឺចប់តែម្ដងអញ្ចឹងបានយើងបាច់នេះសរសើរយើងចាប់ត្រឹមទៅរ៉ាស់អូខេអញ្ចឹងយើង
ទីផ្ទាល់ 3D មើលមកអូខេអញ្ចឹងបន្ទាប់ពីយើងគូទៅស install ទៅសហើយយើងពិនិត្យមើលឲ្យបានត្រឹមត្រូវណាអញ្ចឹងទៅសនេះយើងមានន័យថាយើងបាន install វាមកទាំងអស់ហើយប៉ុន្តែឲ្យវាត្រូវជាមួយប្លង់នៅណាអត់ទាន់ត្រូវទេដោយសារយើងមើលប្លង់របស់យើងគ្រាន់តែ copy វាមកសិនអញ្ចឹងហើយយើងចាំលុបទៅសវាពេលក្រោយដោយយើងផ្ទៀងផ្ទាត់ជាមួយប្លង់យើងសិនបាទអញ្ចឹងយើងនឹងបញ្ចប់នៅវីដេអូក្រោយតើតើនឹងយើងកែប្លង់ទៅសរបស់យើងឲ្យបានត្រឹមត្រូវបាទអរគុណ